con pa nên mình dù mình chạp tê con na nặng ban chụp một pa trên mình khan ngày ní haខ្ញុំមកយកចៅស្រីរបស់ខ្ញុំត្រឡប់ទៅស្រុកស្រែរបស់ខ្ញុំវិញខ្ញុំមកមិនព្រមឲ្យចៅស្រីរបស់ខ្ញុំរស់នៅក្នុងផ្ទះដែលមានមនុស្សគ្មានចិត្តធម៌មេត្តាបែបនេះនោះទេអូយតកៅអ្នកម៉ែតាអ្នកម៉ែកាត់អីហ្នឹងនេះប្រហែលជាអ្នកម៉ែស្វាំងភ្នែកហើយថ្ងៃនេះហាកូនខំធ្វើម្ហូបដែលអ្នកម៉ែចូលចិត្តញ៉ាំណាអូយមិនបាច់ជាយើងឃើញតកើនៅក្នុងចានសាឡនអញ្ចឹងក្រតែនឹកឃើញចង់ក្អួតអូនរាជនីតើអូនកាត់អីទៅមិនក៏បងតាក់ទងទៅអូនមិនបានអញ្ចឹងបងបារម្ភពីអូនណាអូនរាជនីបងវិរៈនេះបងកំពុងតែធ្វើអីហ្នឹងអូនរាជនីតើអូនទៅណាទៅមិនក៏បងរកអូនមិនឃើញអញ្ចឹងឲ្យអូនសុំទោសបងផងដែលអូនណាធ្វើឲ្យបងព្រួយបារម្ភពីអូនបែបនេះហើយចោះអូនទៅតែមកពីណាគឺអូនទៅតែមកពីលេងលោកតាដោយសារតែអូនទទួលបានដំណឹងថាលោកតាគាត់ឈឺអញ្ចឹងហើយទៅអូនបញ្ញាបញ្ញាទៅមើលគាត់ទៅអូននេះមិនបានប្រាប់ព័ត៌មានឲ្យបងបានដឹងមិនអីទេអូនក៏ប៉ុន្តែលើក្រោយអូនកុំធ្វើបែបនេះអីបងបារម្ភពីអូនណាចាបងកុំបារម្ភអីលើក្រោយអូនមិនធ្វើឲ្យបងព្រួយបារម្ភពីអូនទៀតនោះទេអ្នកម៉ែតើបាត់អូនវាមានតាណាបាត់ហើយមិនក៏មិនឃើញមកហូបបាយអញ្ចឹងម៉ែនេះក៏ឆ្ងល់ដូចគ្នានេះបាត់តាំងពីព្រឹកថ្មនេះហើយមិនទាន់ឃើញអត់ក្បាលមកទៀតតែទូរស័ព្ទទៅក៏មិនចូលម៉ែធុញដល់ហើយនេះឃើញមនុស្សម្នាក់តែបាត់មនុស្សម្នាក់ទៀតជឿក្បាលណាស់លោកអើយអ្នកម៉ែទិញអូនវាមានណាតើដើរលេងផ្ទះមិត្តភក្តិគេទៅដឹងប្រហែលជាអញ្ចឹងហើយកូនមកវិញកុំទុកបាយឲ្យសោះបានហើយអ្នកម៉ែនេះអ្នកម៉ែពិសាបាយទៅព្រោះអីថ្ងៃនេះកូនធ្វើម្ហូបដែលអ្នកម៉ែចូលចិត្តញ៉ាំអូនអង្គុយហូបបាយមកអូនចាបងអូយតកៅអ្នកម៉ែតើអ្នកម៉ែកាត់អីហ្នឹងនេះប្រហែលជាអ្នកម៉ែស្វាំងភ្នែកហើយថ្ងៃនេះកូនខំធ្វើម្ហូបដែលអ្នកម៉ែចូលចិត្តញ៉ាំណាប្រហែលជាយើងស្វាំងភ្នែកមែនហើយអូយតកៅយើងលេងស៊ីលេងអីហើយបងអ្នកម៉ែហើយអ្នកម៉ែកាត់អីហ្នឹងបងវិរៈនេះប្រហែលជាអ្នកម៉ែគាត់មិនស្រួលខ្លួនហើយព្រោះអូនបានឮមកថាអ្នកម៉ែនេះគាត់តាមរកអូនមិនមានតាំងពីព្រឹកមកម្លេះប្រហែលជាអញ្ចឹងមែនហើយអូនតោះហូបបាយទៅអូនចាស់បងជាយើងឃើញតកើនៅក្នុងចានសាឡនអញ្ចឹងក្រតែនឹកឃើញចង់ក្អួតនេះក៏វាមានបាត់តាណាទេនេះរកក្នុងផ្ទះក៏មិនឃើញរកក្រៅផ្ទះក៏មិនឃើញអាខោទូរស័ព្ទទៅហើយក៏មិនលើកទៀតនេះមានរឿងអីទេដឹងខ្ញុំមានអារម្មណ៍ថាដូចជាមិនស្រួលសោះនេះអូនរាជនីតើអូនអាចសន្យាជាមួយបងបានទេសន្យាតើសន្យារឿងអ្វីទៅបងវិរៈ
គឺសន្យាថាទោះបីជាមានរឿងអ្វីក៏ដោយក៏អូនណាមិនត្រូវទៅណាចោលបងដែរ បងវិរៈដោយពាក្យចាស់លពលថាមានជួបគឺមានបែកយើងមិនអាចហាមឃាត់ពេលវេលាមិនឲ្យដល់ទៅមុខបាននោះទេហើយយើងក៏មិនអាចដឹងថានៅពេលខាងមុខនឹងជួបប្រទះរឿងអ្វីខ្លះនោះទេដូចនេះហើយរឿងជួបហើយនឹងរឿងបែកគឺអាស្រ័យទៅលើព្រំលិខិតតែប៉ុណ្ណោះ រាជិនីអូនណាកុំនិយាយបែបនេះអីយើងទាំងពីរនាក់នឹងរស់នៅជាមួយគ្នារហូតដល់ចាស់កំក្នុងណាអូន ចាស់បង កូនប៉ានេះមិនយូរមិនឆាប់ទេកូនណានឹងបានជួបមកប៉ាជាមិនខានរាជិនីតើនេះអូនកាត់អីហ្នឹងហេតុអីក៏អូនមានទឹកមុខសពសពូនបែបនេះ គ្មានអីទេបងវិរៈអូនគ្រាន់តែគិតរឿងខ្លះៗតែប៉ុណ្ណោះ តើអូនអាចប្រាប់ឲ្យបងបានដឹងបានទេ បងមិនចាំបាច់ចង់ដឹងនោះទេព្រោះអីរឿងនេះគឺគ្មានប្រយោជន៍ឡើយ បាទអូនបងមិនបាច់ចង់ដឹងក៏បានដែរ ចម្លែកដល់ហើយនេះហេតុអីក៏លេខទូរស័ព្ទរបស់អូនវិមានតាក់ទងមិនបានអញ្ចឹង បងវិរៈ អូនរាជិនី នេះបងកំពុងតែធ្វើអីហ្នឹង បងអត់មានធ្វើអីទេអូនបងកំពុងតែអង្គុយលេងហើយញ៉ាំសាច់ស្រួយលាក់គីនេះ សាច់ស្រួយលាក់គីមើលទៅដូចជាទំនងដល់ហើយនេះ ពិតមែនហើយអូននេះអូនសាក់មួយសិនទៅ អរគុណបងបងប្អូនផលិតផលថ្មីរបស់លាក់គីបានមកដល់ហើយនេះណែគឺជាសាច់ស្រួយលាក់គីឆ្ងាញ់សាហាវហ្មង សាច់ស្រួយលាក់គីមានពីររសជាតិដូចជារសជាតិហឹរបែបម៉ាឡានិងរសជាតិហឹរបែបកូរ៉េបើនិយាយពីរសជាតិវិញណាឆ្ងាញ់សាហាវហ្មងហើយមកកញ្ចប់ត្រឹមតែ500រៀលទេបងប្អូន សាច់ស្រួយលាក់គីឆ្ងាញ់ឆ្ងាញ់ឆ្ងាញ់តាខ្ញុំបារម្ភពីបងរាជិនីណាម្លឹងថាស្មានេះគេធ្វើបាបបងយ៉ាងម៉េចទេ ចៅណយចៅកុំបារម្ភអីតាមមកទីនេះគឺដើម្បីជួយចៅរាជនីហើយបើសិនជាចៅរាជនីមិនអាចទ្រាំរស់នៅទីនេះបានបន្តទៀតយើងត្រឡប់ទៅស្រុកស្រែរបស់យើងវិញទាំងអស់គ្នាទៅចៅ ចាស់តាបងរាជនី ចៅរាជនីអើយចៅរាជនី អូយតាកាចាស់ហើយមកធ្វើស្អីនៅទីនេះហ្នឹងអូយស្រែកហៅរននឹងរាជនីឡើងអង្គើផ្ទះត្មងហើយនេះអូនាងណយយើងខំរកឯមួយថ្ងៃហើយឯងបាត់ក្បាលតណាហ៎នេះឯងគិតថាផ្ទះរបស់យើងគឺជាកន្លែងសាធារណៈឯងចង់មកក៏មកឯងចង់ទៅក៏ទៅមែនទេលោកជំទាវឯណាបងស្រីរបស់ខ្ញុំទៅអេនាងណយមិនក៏នាងឯងមកសួរយើងអញ្ចឹងហ៎នេះឯងមកសួរយើងរកនាងរាជនីបែបនេះឯងគិតថាជើងយើងនិងជើងនាងរាជនីវាជាប់គ្នាអីគឺលោកជំទាវហើយនឹងបងវិមាននាំគ្នាធ្វើបាបបងស្រីរបស់ខ្ញុំតទៅនេះបងខ្ញុំណែណាទៅ ពិតមែនហើយលោកស្រីថ្ងៃនេះខ្ញុំមកយកចៅស្រីរបស់ខ្ញុំត្រឡប់ទៅស្រុកស្រែរបស់ខ្ញុំវិញខ្ញុំមិនព្រមឲ្យចៅស្រីរបស់ខ្ញុំរស់នៅក្នុងផ្ទះដែលមានមនុស្សគ្មានចិត្តធម៌មេត្តាបែបនេះនោះទេ ពិតមែនហើយលោកជំទាវឯណាបងស្រីរបស់ខ្ញុំនាងណយក៏មកប៉ះយើងកុំយកភាពស្មោករោគភាពក្រៅរបស់ឯងមកប៉ះយើងអសោះយើងខ្លាចឆ្លងអូណយលោកតាបងរាជនី ចៅរាជនី នេះបងអត់កាត់អីទេអីបងមិនកាត់អីទេអូននេះហេតុអីបានជាអូនត្រឡប់មកវិញអញ្ចឹងគឺខ្ញុំបារម្ភពីបងហើយខ្ញុំបានប្រាប់រឿងទាំងអស់ដល់តាហើយតាមកនេះគឺមកយកបងទៅផ្ទះវិញ ពិតមែនហើយចៅរាជនីបើសិនជាចៅមិនអាចទ្រាំរស់នៅទីនេះបានបន្តទៀតយើងត្រឡប់ទៅស្រុកស្រែរបស់យើងវិញទៅណាចៅ លោកតាកុំព្រួយបារម្ភពីចៅអីចៅរស់នៅទីនេះសុខសប្បាយធម្មតាទេអូនណយបងបានប្រាប់អូនហើយថាកុំឲ្យអូនត្រឡប់មកវិញនោះអីគឺខ្ញុំមិនអាចចាក់ចែងពីទីនេះបានទេដរាបណាមានបងនៅទីនេះខ្ញុំខ្លាចគេធ្វើបាបបងអូនណយអូនកុំបារម្ភអីចាប់ពីពេលនេះទៅគ្មានអ្នកណាគេធ្វើបាបបងបាននោះទេលោកតាចៅអរគុណលោកតាច្រើនហើយដែលលោកតាព្រួយបារម្ភពីចៅក៏ប៉ុន្តែចៅមិនអាចត្រឡប់ទៅវិញបានឡើយលោកតាកុំព្រួយបារម្ភពីសុខភាពចៅអីចៅធំហើយចៅអាចមើលថែខ្លួនឯងបានមិនដែរតាកាចាស់ឯងលឺនៅយើងមិនបានធ្វើស្អីនឹងរាជនីទេពួកឯងចង់និយាយគ្នាពីស្អីក៏និយាយទៅយើងចូលទៅក្នុងផ្ទះហើយបងរាជនីតើនេះបងមានរឿងអីនឹងហេតុអីបងធ្វើធម្មតាអញ្ចឹង
អូនណយដូចដែលអូនឃើញជាក់ស្ដែងអញ្ចឹងបងមិនកើតអីនោះទេនេះអូនយកលុយនេះយកទៅទុកចាយវិញនៅស្រុកទៅហើយកុំត្រឡប់មកវិញឲ្យសោះព្រោះអីបងមិនចង់ឲ្យអូនមានបញ្ហាជាមួយនឹងគ្រួសារនេះនោះទេលោកតាខ្ញុំផ្ញើណយនៅនឹងលោកតាផងមិនអីទេចៅនេះបើសិនជាចៅមិនកើតអីទេនោះតាក៏សប្បាយចិត្តដែរតោះចៅណយយើងត្រឡប់ទៅវិញតែតាអូនណយអូនស្ដាប់បងណាបងនៅទីនេះគឺមិនកើតអីនោះទេលុយនៅក្នុងស្រោមសម្បត្តិនេះទាំងអស់បងសង្ឃឹមថាអាចធ្វើឲ្យអូននិងលោកតារស់នៅដោយជីវភាពធូរធារអញ្ចឹងតាត្រឡប់ទៅវិញហើយណាចៅចាលោកតាបងរាជនីខ្ញុំទៅហើយចាអូន